សួស្តីអ្នកទាំងអស់គ្នាសូមស្ដាប់ខ្ញុំបន្តិចខ្ញុំចង់ធ្វើប្រតិកម្មតូចមួយនេះពីព្រោះខ្ញុំបានទទួលមតិយោបល់ជាច្រើនពីអ្នកទាំងអស់គ្នាមករយៈពេល2 3ថ្ងៃទៅរហូតដល់សប្តាហ៍មកនេះមានទាំងការសួរសំណួរមតិខឹងខ្លាំងការសោកស្ដាយហើយក៏មានការលើកទឹកចិត្តផងដែរចំពោះសេចក្តីសម្រេចដែលយើងបានយកជាថ្មីនេះហើយក៏ស្ថានភាពជាពិសេសស្ថានភាពនៅកាសានៅពេលនេះផងដែរដូចអ្នកដែរខ្ញុំក៏មានអារម្មណ៍រងរបួសឈឺចាប់និងចែករំលែកទុក្ខជាមួយគ្រួសាររបស់ជនរងគ្រោះនិងអ្នកជាប់ពន្ធនាគារចាប់ពីថ្ងៃទី7 ខែតុលាឆ្នាំ2023យើងមិនភ្លេចគ្រួសារណាម្នាក់ឡើយពី3ថ្ងៃមុននេះនៅទីនេះផ្ទាល់ក្នុងការិយាល័យនេះខ្ញុំក៏បានស្ថិតនៅជាមួយគ្រួសារមួយចំនួនក្នុងចំណោមគ្រួសារទាំងនោះផងដែរខ្ញុំមិនដែលភ្លេចទុក្ខព្រួយការឈឺចាប់និងភាពលំបាករបស់គ្រួសារជនរងគ្រោះទាំងអស់នៅកាសានិងអ្នកដែលកំពុងរស់នៅក្រោមការបំផ្ទុះគ្រាប់បែកដោយគ្មានឱកាសទទួលជំនួយមនុស្សធម៌ឡើយនៅចុងក្រោយជាក់ស្ដែងជីវិតគ្រប់គ្នាសុទ្ធតែមានតម្លៃស្មើគ្នាហើយពីក្រោយនេះយើងមានជីវិតដែលត្រូវបានលួចយកជីវិតដែលត្រូវបានបាត់បង់និងមនុស្សដែលកំពុងទទួលទុក្ខអ្វីដែលយើងចង់បានអ្វីដែលបារាំងចង់បានគឺសន្តិភាពអ្វីដែលបារាំងចង់បានគឺការផ្អាកបាញ់ភ្លាមអ្វីដែលបារាំងចង់បានគឺឲ្យជនជាប់ឧបសគ្គ48នាក់ត្រូវបានដោះលែងដោយមិនពន្យាពេលអ្វីដែលបារាំងចង់បានគឺឲ្យជំនួយមនុស្សធម៌ត្រឡប់ទៅកាសាវិញអ្វីដែលបារាំងចង់បានគឺឲ្យមានថ្ងៃក្រោយនៅកាសាដែលហាម៉ាស់ត្រូវបានបំបាក់និងដកចេញពីអំណាចអ្វីដែលបារាំងចង់បានគឺឲ្យមានអាញាធិបតេយ្យប៉ាឡេស្ទីនថ្មីបង្កើតឡើងវិញមានការបដូរថ្មីនិងកម្មវិធីសិក្សាដែលមិនបង្រៀនអំពីការស្អប់ចំណែនទេលក្ខខណ្ឌដែលនឹងអាចនាំឲ្យមានសន្តិភាពនៅក្នុងអាញាធិបតេយ្យប៉ាឡេស្ទីននេះអ្វីដែលបារាំងចង់បានគឺឲ្យមានរដ្ឋពីររដ្ឋរស់នៅសន្តិភាពនៅជាប់គ្នារដ្ឋអ៊ីស្រាអែលដែលទទួលស្គាល់រដ្ឋប៉ាឡេស្ទីនមួយរដ្ឋប៉ាឡេស្ទីនដែលទទួលស្គាល់រដ្ឋអ៊ីស្រាអែលនិងរដ្ឋប៉ាឡេស្ទីនមួយដែលនឹងមិនមានអាវុធហើយរស់នៅសន្តិភាពជាមួយអ៊ីស្រាអែលនេះហើយជាអ្វីដែលយើងនឹងធ្វើនៅថ្ងៃទី22 ខែកញ្ញានៅទីក្រុងញូវយ៉កការទទួលស្គាល់នេះគឺជាការចាប់ផ្ដើមនៃផ្លូវមួយជាដំណើរមួយដែលមានលក្ខខណ្ឌនិងការទាមទារច្រើនសម្រាប់ភាគីទាំងអស់ហើយជាការពិតវាជាដំណើរមួយផ្លូវមួយសម្រាប់សន្តិភាពសម្រាប់ជួយសង្គ្រោះជីវិតហើយសម្រាប់ព្យាយាមរួមគ្នាដើម្បីឲ្យសំនឹងអ្វីដែលយើងគួរត្រូវបានមានគឺសេចក្តីថ្លៃថ្នូររបស់មនុស្សសូមអរគុណច្រើន